Some đại đế chôn sign được nom cana pratipuchon po Campuchia choរួមពិធីអបអសាទរអនុស្សាវរីយ៍លើកទី50នៃទិវារំដោះភាគខាងត្បូងនិងការបង្រួបបង្រួមជាតិរបស់វៀតណាមនៅព្រឹកថ្ងៃអង្គារទី29ខែមេសាឆ្នាំ2025សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកប្រជាជនកម្ពុជាអមដំណើរដោយសម្ដេចគតិសហបណ្ឌិតម៉ែនសំអនឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជាអនុប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានក្រុមប្រឹក្សាជាតិរណសេសាមគ្គីអភិវឌ្ឍមិត្តភូមិកម្ពុជាដឹកនាំគណៈប្រតិភូជនពូកម្ពុជាអញ្ជើញចូលរួមពិធីអបអរសាទរអនុស្សាវរីយ៍លើកទី50នៃទិវារំដោះភាគខាងត្បូងនិងការបង្រួបបង្រួមជាតិរបស់វៀតណាមនៅក្នុងឱកាសចូលរួមពិធីរំលឹកខួបខាងលើសម្ដេចតេជោនឹងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំវៀតណាមរួមមានអាយុដំតូលឹមអគ្គលេខាធិការបកគមនីវៀតណាមអាយុដំចិនថាញ់មិនប្រធានរដ្ឋសភាវៀតណាមនិងអាយុដំផាមមិនចេញនាយករដ្ឋមន្ត្រីវៀតណាមជាមួយគ្នានេះដែរសម្ដេចតេជោក៏គ្រងនឹងជួបភាសាការងារជាមួយថ្នាក់ដឹកនាំបរទេសដែលនឹងអញ្ជើញចូលរួមពិធីរំលឹកខួបនេះផងដែរ